សិនមេរុបីជុំដែលក្រោយពេលដែលបានដង្ហែប្រសពនិងដង្ហែសពត្រឡប់មកអំពីដងវិថីទីក្រុងនាននិងភូមិស្រុកនានាមកចូលកាន់ទីព្រះមេនវិញសូមពុទ្ធបរិស័ទទាំងឡាយជ្រះថ្លាអនុមោទនានេះជាប្រពៃណីដ៏បវររបស់ព្រះពុទ្ធសាសនាខ្មែរយើងមានកម្មវិធីជាហូហែហើយក៏ជាពិធីដែលមានសារៈសំខាន់នៅក្នុងជីវិតចុងក្រោយរបស់មនុស្សគ្រប់រូបជាពិសេសគឺអ្នកតំបន់អង្គរបាទមានពិធីបុណ្យសព2លើកទី1គឺសពស្ដាប់ថ្មីនិយមបញ្ចុះក្នុងព្រះធរណីជាលើកទី2មានលុយកាក់គ្រប់គ្រាន់បានរៀបចំគឺលើកនៅសពសាជាថ្មីហៅថាលើកសពសង្សការដើម្បីធ្វើជាបណកិច្ចបូជាប្រគេនព្រះភ្លើងនិងបូជាភ្លើងទៅតាមប្រពៃណីទំនៀមទម្លាប់ពុទ្ធសាសនានិងទំនៀមទម្លាប់ខ្មែរក្រៅអំពីព្រះសពមានសពរបស់ឧបាសកឧបាសិកាទេយតិយិកាក៏ចូលរួមដើម្បីជាសាមគ្គីក្នុងការរៀបចំប្រពៃពិធីបុណ្យដែរសពខ្លះគឺធ្វើក្នុងមេនមួយមាន30 40 50សពផងដែរដើម្បីឲ្យបានមូលនិធិថវិកាគ្រប់គ្រាន់ក្នុងការចំណាយចាយនៅក្នុងកម្មវិធីបុណ្យព្រោះបើធ្វើតែមួយគ្រួសារតែមានធនធានច្រើនទៅអាចធ្វើទៅបានតែនេះគឺពុទ្ធបរិស័ទចំណុះជើងវត្តបានចូលរួមអមជាមួយនឹងព្រះសពរបស់ព្រះចៅអធិការដើម្បីសម្រួលដល់ការចំណាយនៅធនធានថវិកាគឺមានតែរួមជាមួយនឹងព្រះសង្ឃបាទពិធីបុណ្យនេះប្រព្រឹត្តទៅយ៉ាងឱឡារិកក៏ក្រឹកក្រែងរយៈកាល3យប់4ថ្ងៃតាមកន្លងនៃប្រពៃណីជាតិនិងពុទ្ធសាសនារបស់យើងការដង្ហែប្រតិសិនមេរុនេះគឺប្រព្រឹត្តទៅចំនួន3ជុំតែមានការដឹកនាំក្បួនដង្ហែដោយព្រះសង្ឃលោកអាចារ្យយោគីគ្រប់រូបនិងក្រុមគ្រួសារនៃព្រះសពនិងសពព្រមទាំងពុទ្ធបរិស័ទទាំងឡាយបាទជិតឆ្ងាយទាំងចំណោះជើងវត្តនិងក្រៅចំណោះជើងវត្តផងដែរសូមសាធុជនទាំងឡាយរីករាយអនុមោទនា